ធ្លាប់ធ្លាក់បាក់ឌុបឬក៏ជាប់បាក់ឌុបហើយប៉ុន្តែអត់ទាន់បានចូលរៀននៅសាកលវិទ្យាល័យដោយសារតែអត់មានលុយឬក៏អត់មានលទ្ធភាពនៅក្នុងការសិក្សាអញ្ចឹងឥឡូវនេះសសយករាជធានីភ្នំពេញកំពុងតែបើកផ្ដល់អាហារូបករណ៍ដល់បងប្អូនទាំងអស់គ្នានៅក្នុងការចូលរៀននៅសាកលវិទ្យាល័យអញ្ចឹងបើសិនជាអ្នកធ្លាក់បាក់ឌុបគឺអាចរៀនបញ្ញាបត្ររងហើយមានទាំងថ្នាក់បញ្ញាបត្រហើយនិងបញ្ញាបត្រជាន់ខ្ពស់ដែរដែលយើងអាចជ្រើសរើសជំនាញទៅតាមសាលានីមួយៗហើយសាលាដែលគេមានផ្ដល់សសយកឲ្យនេះគឺមានអាហារូបករណ៍ចំនួន6នៅសាកលវិទ្យាល័យ6ដែលក្នុងនឹងមានភូមិន្ទភ្នំពេញភូមិន្ទកសិកម្មសាលារូលសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយ AUPP ក៏ដូចជាវិទ្យាស្ថានខ្មែរចំនួនថ្មីអញ្ចឹងសម្រាប់លក្ខខណ្ឌនានាគឺបងប្អូនទាំងអស់គ្នាអាចចូលមើលនៅក្នុង link ដែលខ្ញុំនឹងដាក់ជូនបានជាពិសេសអាហារូបករណ៍នេះគឺ deadline ផុតកំណត់ទទួលពាក្យទៅតាមសាកលវិទ្យាល័យមួយដែលភាគច្រើនហ្នឹងគឺផុតនៅក្នុងកំឡុងខែកញ្ញាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍គួរតែព្យាយាមដាក់ពាក្យឲ្យបានទាន់ពេលដើម្បីអាចប្រកួតប្រជែងយកអាហារូបករណ៍នេះអញ្ចឹងបើសិនជាមានសំណួរអីអាចដាក់នៅក្នុង comment នឹងបានអរគុណជូនពរសំណាងល្អបាយបាយ